សូមគោរពស្វាគមន៍មកកាន់កម្មវិធីជជែកពីចំណេះដឹងការថែទាំសុខភាពបេះដូងជំងឺមហារីកនិងសេវាថែទាំ Warmly to the Health Talk on Healthy Heart Cancer and Nursing Care Service ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសនសុខៀងសូមសម្ដែងទៅនឹងគីវរៈកិច្ចស្វាគមន៍ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ A highly respect to Dr. Vikas Thangpran, consultant cardiology of Medical Hospital from India. សូមគោរពលោកវិជ្ជបណ្ឌិតខុនរតនមនីវិជ្ជបណ្ឌិតជំនាញទូទៅនៃសេវាថែទាំ Hospital Cambodia. Kindly respect to Dr. Asawani Kumar Sama, Vice Chairman of Manipur Comprehensive Cancer Center and Onco-Robotic Surgery Northwest Cluster. Kindly respect to Mr. Kemes, Nursing Care Facility of Manipur Hospital from India. ក៏សូមគោរពលោកស្រីផានធីតានាយកគ្រប់គ្រងគិលានុបដ្ឋានិងបច្ចេកទេសថែទាំនៃក្រុមហ៊ុន Hospital Cambodia និងសូមគោរពអាយដាមលោកជំទាវលោកស្រីសាស្ត្រាចារ្យវិជ្ជបណ្ឌិតនិស្សិតអ្នកជំនាញផ្នែកសុខាភិបាលព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពនិងជាទីមេត្រីដែលបានអញ្ជើញក្នុងកម្មវិធីនាវេលាព្រឹកនេះ A very good morning Your Excellency Honor guest management team Dr. Partner Lady and gentlemen My name is Son Sokhieng and it is my pleasure to be your MCs today. Thank you for joining us this morning as we came together to learn, to share ideas and explore for the next level of hair prevention and better hair care experience in this morning. អង្គពិធីជាទីគោរពនិងជាទីមេត្រីកម្មវិធីថ្ងៃនេះគឺមានគោលបំណងលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈពីវិជ្ជបណ្ឌិតជំនាញទាំងក្នុងនិងក្រៅប្រទេសទាក់ទងទៅនឹងការបង្ការការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺបេះដូងនិងជំងឺមហារីកការយល់ដឹងអំពីបច្ចេកវិទ្យាវះកាត់ដ៏ទំនើបព័ត៌មានអំពីការបញ្ជូនអ្នកជំងឺទៅទទួលការព្យាបាលពីប្រទេសកម្ពុជាទៅប្រទេសឥណ្ឌា Today Health Talk aims to enhance professional knowledge through expert presentation on the prevention, diagnosis and treatment of heart disease and cancer, while also sharing information on advanced surgical technology and patient referral service from Cambodia to India. ក្នុងឱកាសនេះផងដែរនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការដែលបានរួមចំណែកលើកកម្ពស់ការថែទាំសុខភាពនិងសេវាវិទ្យាសាស្ត្រនៅកម្ពុជាដែលមានរួមមានសូមអរគុណទៅដល់មន្ទីរពេទ្យ Intercare សូមអរគុណទៅដល់មន្ទីរពេទ្យពហុព្យាបាលសុខរក្សាសូមអរគុណទៅដល់មន្ទីរពេទ្យមន្ទីរពិសោធន៍ BioTrust សូមអរគុណ You and Me Insurance Advisor Group សូមអរគុណ Sophia Cambodia Travel and Tour និងក៏សូមអរគុណទៅដល់ទឹកបរិសុទ្ធ Provida អង្គពិធីជាទីគោរពនិងជាទីមេត្រីនាងខ្ញុំក៏សូមគោរពគណៈអធិបតីលោកស្រីនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ក្រាបឈរឡើងដើម្បីគោរពទង់ជាតិនៃប្រជាណាចក្រកម្ពុជានិងបន្តភាពស្ងៀមស្ងាត់ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងជាតិមាតុភូមិកម្ពុជា